chẳng là trong cục picture box muối dừng cho ra vô picture box nó hay dừng vô một cục rồi cục lại nát để dừng chẳng vô về mặt rồi bây giờ nhầm cục phải rồi bây giờ cục picture box tao vì trên tờ chrome này hay vì nhìn nhầm screenshot mùi mùi thì dừng rồi cục nó cục làនេះវាមានសញ្ញាព្រួយតូចមួយយើងទៅពេលយើងគូស picture box ហើយអញ្ចឹងសញ្ញាព្រួយតូចហ្នឹងយើងនេះមកយើងចុចលើសញ្ញាព្រួយតូចហ្នឹងមកវានឹងឲ្យយើងចុចលើពាក្យថាឈប់ឃើញហើយភាសាគឺកុំព្យូទ័រខ្ញុំមើលerror solution ហើយតឡាបាទយើងជួយមើលហ្នឹងមកតមកវានឹងលោតទាំងមួយឲ្យយើងហើយនៅពេលដែលវាលុបទាំងមួយហ្នឹងគឺយើងចុចលើ local resource ហ្នឹងណា local resource ចុចលើ local resource មកយើងយក import ចុចលើហ្នឹងមកប៉ុន្តែតើយើងមាន icon សិនណាតើណាទៅ download icon មួយមកអញ្ចឹងនៅចុចលើlocal resource ហ្នឹងហើយយើងចុចលើ import មកវានឹងឲ្យយើង browse ទៅរកicon ចឹងយើងទៅ icon ណាយើងយកវាមកប្រើមកចុចលើ icon មក open មកវានឹងធ្លាក់ចូលនៅក្នុងផ្ទាំងរបស់យើងហ្នឹងណាធ្លាក់ចូលក្នុងផ្ទាំងរបស់យើងហ្នឹងតោះមកយើងអូខេមកវាចេញមកណាដល់ពេលវាចេញមកយើងជ្រើសរើសដល់ពេលហ្នឹងវាធំពេកចានិយាយថាវាធំណា icon របស់យើងធំពេកវាឃើញតែមួយចំហៀងហើយអញ្ចឹងយើងចុចកន្លែង size mode ចុចកន្លែង size mode កន្លែងហ្នឹងជាទូទៅវាចេញ normal អញ្ចឹងយើងជ្រើសយកពាក្យថា zoom មកវាអូតូមកតាមកម្រិតដែលយើងចង់បានតើណាហើយយើងអាច print room icon ហ្នឹងបានតោះនេះគ្នាយើងដងទៀតចូលឈប់ image មកហើយយើងimport មក import របស់យើងមកយើងជ្រើសយកicon ដែលយើង download បានហើយណាដែលយើង download បានហើយយើងយកវាមកប្រើមកហើយយើងយកមកយើងគ្រាន់តែ open ថាវានឹងធ្លាក់ចូលនៅក្នុងនេះយើងឲ្យធ្លាក់ចូលក្នុង picture box របស់យើងប៉ុន្តែវាធំពេកនៅពេលដែលវាធំពេកយើងអាចនៅពេលហ្នឹងគឺយើងអូខេមកអូខេហើយយើងចូលមកនៅលើនេះនៅលើកន្លែងដែលយើងនេះណាចាំតិចកន្លែង size mode ហ្នឹងយើងចុចលើវាមកហើយយើងជ្រើសយកពាក្យថា zoom ណា size mode ជ្រើសយកពាក្យថា zoom មកអញ្ចឹងយើងអូខេមកគឺវានឹងព្រីតឲ្យយើងហើយ